ការនៅប្រទេសកាណាដាហ្នឹងគឺខ្ញុំបានបង្ហាញតាក់ទងទៅនឹងវប្បធម៌ខ្មែរទៅកាន់មិត្តភ័ក្តិនៃបណ្ដាប្រទេសផ្សេងៗជាសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះនីរ៉ាសប្តាហ៍ថ្ងៃជានិស្សិតឆ្នាំទី4ផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យអន្តរជាតិ Paragon ហើយថ្មីនេះដែរខ្ញុំក៏បានបញ្ចប់ការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Centennial College ប្រទេសកាណាដានៅក្រោមអាហារូបករណ៍ The Canada ASEAN Scholarship and Educational Exchange for Development ដែលយើងហៅកាត់ថា The SEED ខ្ញុំស្គាល់កម្មវិធី The SEED នេះតាមរយៈសិស្សច្បងខ្ញុំដោយសារតែខ្ញុំបានឃើញគាត់ apply អាហារូបករណ៍នឹងទៅរៀននៅប្រទេសកាណាដារយៈពេល1 ឆមាសហើយអីដែលលើកទឹកចិត្តខ្ញុំឲ្យ apply ទៅរៀននៅប្រទេសកាណាដាហ្នឹងគឺដោយសារតែខ្ញុំចង់បានបទពិសោធន៍ថ្មីទៅរៀននៅប្រទេសគេចង់ដឹងថាតើប្រព័ន្ធការសិក្សានៅប្រទេសគេហ្នឹងខុសគ្នាពីនៅប្រទេសកម្ពុជាមិនដែរហើយណាមួយការផ្លាស់ប្ដូរទៅរៀននៅប្រទេសក្រៅគឺជាក្តីស្រមៃខ្ញុំតាំងពីតូចជំនាញដែលខ្ញុំរៀននៅប្រទេសកាណាដាហ្នឹងគឺជា Business Administration Leadership and Management ហើយមូលហេតុដែលខ្ញុំរៀនជំនាញហ្នឹងដែរគឺដោយសារតែនៅ Paragon ក៏ខ្ញុំរៀន Business Administration អញ្ចឹងការ transfer credit មកវិញគឺមានភាពងាយស្រួលណាមួយខ្ញុំក៏ចង់ដឹងថាតើជំនាញ Business ហ្នឹងពេលដែលទៅរៀននៅប្រទេសកាណាដាវាមានភាពខុសគ្នាយ៉ាងម៉េចដែរពេលដែលរៀននៅ Paragon ហើយក៏ដូចជាតើ lesson ដែលលោកគ្រូអ្នកគ្រូនៅប្រទេសកាណាដាហ្នឹងរៀបហ្នឹងគឺខុសគ្នាពីនៅ Paragon មិនដែរក៏ដូចជាបរិបទនៃការសិក្សានៅប្រទេសកាណាដាហ្នឹងដែរជារួមមកការផ្លាស់ប្ដូរការសិក្សានៅប្រទេសកាណាដានេះធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍ច្រើនមែនទែនដូចជាការរាប់អានមិត្តភ័ក្តិថ្មីៗតាមបណ្ដាប្រទេសផ្សេងៗដែលធ្វើឲ្យខ្ញុំទទួលបានផ្នត់គំនិតថ្មីជាច្រើនពីពួកគាត់ពួកយើងបាន share idea ផ្សេងទៅលើ topic មួយចំនួនហើយក៏វាបាន boost confidence ខ្ញុំដែរដោយសារតែខ្ញុំហ៊ាននិយាយក៏ដូចជាបញ្ចេញមតិយោបល់ខ្លួនឯងហើយការរស់នៅប្រទេសគេគឺយើងមាន freedom ខ្ពស់មែនប៉ុន្តែទំនួលខុសត្រូវយើងក៏ខ្ពស់ដូចគ្នាដែរអញ្ចឹងធ្វើឲ្យខ្ញុំ more independent ក៏ដូចជាមានទំនួលខុសត្រូវទៅលើ decision ដែលខ្ញុំ make នៅពេលហ្នឹងដែរអញ្ចឹងការចងចាំដែលខ្ញុំចាំជាងគេនៅក្នុងកំឡុងពេលដែលខ្ញុំផ្លាស់ប្ដូរការសិក្សានៅប្រទេសកាណាដាហ្នឹងគឺខ្ញុំបានបង្ហាញតាក់ទងទៅនឹងវប្បធម៌ខ្មែរទៅកាន់មិត្តភ័ក្តិនៃបណ្ដាប្រទេសផ្សេងៗដូចជាម្ហូបខ្មែរការស្លៀកពាក់ប្រពៃណីរបស់ខ្មែរហើយនឹងបង្រៀនគាត់តាក់ទងទៅនឹងភាសាខ្មែរយើងមួយចំនួនដែរហើយខ្ញុំក៏បាន learn ពី culture គាត់ដែរដែលមានបណ្ដាប្រទេសផ្សេងៗជាច្រើនដែលគាត់បាន share ចែករំលែកតាក់ទងទៅនឹងវប្បធម៌របស់ប្រទេសគាត់ដូចគ្នាជាចុងក្រោយខ្ញុំលើកទឹកចិត្តឲ្យអ្នកដែលមានបំណង apply អាហារូបករណ៍ The SEED ឬក៏អាហារូបករណ៍ផ្សេងៗឲ្យសាកល្បងដាក់ពាក្យហើយកុំខ្លាចនៅភាពបរាជ័យអ្នកទាំងអស់គ្នាបរាជ័យលើកទី1វាជាបទពិសោធន៍ជាមេរៀនដែលយើងអាចរៀនពីភាពបរាជ័យនឹងបានហើយអភិវឌ្ឍខ្លួនឯងដើម្បីត្រៀមដាក់ពាក្យបន្តទៀត Believe in yourself and you never know how much you can grow until you take the first step. Bye bye.